បាទជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងគ្នានេះគឺជាវីដេអូទី2បន្ទាប់ពីយើងបានធ្វើដំណើរកម្សាន្តទៅភ្នំបណ្ណន់ហើយជាមួយគ្នាពួកយើងបានឡើងភ្នំបណ្ណន់ហើយបន្ទាប់ពីយើងបានឡើងកម្សាន្តទៅមើលប្រាសាទនៅលើភ្នំបណ្ណន់ហើយយើងក៏បានធ្វើដំណើរត្រឡប់មកវិញហើយពេលនេះយើងក៏ធ្វើដំណើរសម្ដៅទៅកន្លែងកម្សាន្តមួយទៀតអាចជាបងប្អូនស្គាល់ច្រើននៅទីនោះហើយទីនោះគឺជាឡូរីជើងភ្នំបណ្ណន់តែពីយើងបានមកដល់ហើយយើងក៏បានរកកន្លែងចតឡានហើយយើងក៏ដើរចូលក្នុងយើងឃើញថាមានកន្លែងលក់ចំណីអាហារច្រើនមុខច្រើនប្រភេទសម្រាប់លោកបងប្អូនដែលចង់ទទួលទានអាហារក្នុងនោះមានជាមួយគ្នាថ្ងៃយើងបានទៅនៅថ្ងៃប្រជុំបិណ្ឌនៅពីនោះហើយយើងឃើញថាមានភ្ញៀវច្រើនកកដែលបាននៅកំពុងតែរងចាំទិញសម្បត្តិដើម្បីនឹងជិះឡូរីហើយជាមួយគ្នាមុននឹងយើងខណៈពេលដែលយើងរងចាំយើងក៏មានទីកន្លែងដើម្បីនឹងថតរូបខ្លះៗដើម្បីចូលជាអនុស្សាវរីយ៍ដែរនៅក្នុងហើយយើងកំពុងតែរងចាំតម្រង់ជួរដើម្បីនឹងរងចាំជិះឡូរីហើយយើងឃើញថាមានមនុស្សច្រើនណាស់តាន់តាប់មែនទែននៅក្នុងថ្ងៃបុណ្យប្រជុំបិណ្ឌហើយនេះតាមពិតទៅយើងកាត់ទេក៏ប៉ុន្តែជាក់ស្ដែងនេះយើងរងចាំយូរប្រហែលជា1ម៉ោងជាងហើយដល់ពេលនេះយើងបានចូលមកក្នុងហើយយើងត្រៀមក្នុងកន្លែងជិះឡូរីបានហើយនេះយើងបានជិះឡូរីហើយពិតជាសប្បាយចិត្តមែនទែនសម្រាប់ក្មេងខ្មាំងដោយសារតែនេះជាបទពិសោធន៍ទី1ដែរសម្រាប់ពួកគេហើយជាមួយគ្នាសម្រាប់ខ្ញុំដូចជាម្ដាយរបស់ខ្ញុំមានអនុស្សាវរីយ៍ជាមួយនឹងឡូរីខ្ញុំក៏បំណងចិត្តចង់នាំម្ដាយរបស់ខ្ញុំដើម្បីនឹងទៅជិះក៏ដូចជារំលឹកអនុស្សាវរីយ៍មួយដែរដាក់ក្រៅមើលដាក់ក្រៅមើលដាក់ក្រៅមើលកិច្ចការក្នុងរដូវប្រជុំបិណ្ឌហើយទេសភាពក៏ស្រស់ស្អាតដែរហើយជាមួយគ្នានៅថ្ងៃនោះមិនត្រឹមតែតិចទេថែមទាំងមានភ្លៀងផងដែរនៅពេលយើងបានធ្វើដំណើរទៅដល់សួននេះគឺជាភាពសប្បាយរីករាយរបស់យើងដូចជាកូនដែរបានជម្រាបថាជាបទពិសោធន៍ទី1សម្រាប់ពួកគេដូចជាពិតជាសប្បាយរីករាយក្នុងការដែលទទួលបានបទពិសោធន៍ថ្មីៗផ្សេងទៀតពេលដែលយើងធ្វើដំណើរទៅនោះឯងក៏មានបងប្អូនខ្លះក៏គាត់មកយើងទៅហើយយើងក៏កំពុងតែទៅយើងឃើញថាមានភ្ញៀវទេសចរជាតិច្រើនក្នុងការដែលទៅចូលរួមនៅតំបន់ទេសចរឬក៏ឡូរីជើងភ្នំបណ្ណន់យើងឃើញថាមានការរៀបចំស្អាតនៅផ្លូវដែលយើងកំពុងធ្វើដំណើរទៅសួននោះឯងកន្លែងខ្លះយើងមានតបូលដាក់លំអទៅដោយទង់ជាតិហើយពុកផ្សំជាមួយនឹងធម្មជាតិជើងភ្នំហើយពិតជាមានអារម្មណ៍ស្រស់ស្រាយមែនទែនសម្រាប់ដំណើរកម្សាន្តនៅក្នុងរដូវកាលប្រគំជាសិន ហ
ឃើញថាមានភ្ញៀវគាត់បានត្រឡប់ដំណើរត្រឡប់មកវិញច្រើនហើយបងប្អូនដែលធ្វើដំណើរទៅដូចខ្ញុំហ្នឹងក៏មានច្រើនដែរបងប្អូនដែលត្រឡប់មកវិញហ្នឹងក៏មានច្រើនឆ្នេះយើងឃើញថាមានភ្ញៀវជាតិក្នុងការទៅចូលរួមឬក៏ទៅធ្វើដំណើរកម្សាន្តក្នុងកំឡុងពេលបុណ្យប្រជុំបិណ្ឌហ្នឹងឯងនៅភ្នំបណ្ណហ្នឹងគឺយើងឃើញច្រើនមែនតើបងប្អូនទីបំផុតក៏យើងបាននឹងមកដល់យើងក៏បានចុះពីលើរ៉ូរីហើយយើងក៏បានធ្វើដំណើរចូលទៅក្នុងសួនហើយជាមួយគ្នានៅក្នុងសួនហ្នឹងក៏មានមានទីកន្លែងដើម្បីលក់អាហារមានភេសជ្ជៈមានកាហ្វេនៅក្នុងនោះមានសម្បូរបែបដែរសម្រាប់បងប្អូនដែលចង់ទៅលេងបងប្អូនចង់ទៅញ៉ាំឬក៏ទៅភ្លក់រសជាតិនៅខាងក្នុងសួនហ្នឹងក៏មានច្រើនដែរបងប្អូននេះគឺជាទិដ្ឋភាពនៃក្នុងសួនដែលមានកន្លែងលក់មានពណ៌នាឋានមានអីមានចំណីអាហារមានភេសជ្ជៈសម្បូរបែបបាទជាបងប្អូនមិនព្រួយអារម្មណ៍ទេបើសិនបងប្អូនទៅបានមានប្រព័ន្ធមានអាហារឬក៏អាចបានខ្ចប់ឲ្យបងប្អូនអាចទៅទទួលទាននៅក្នុងក៏បានដែរអានេះគឺជាទិដ្ឋភាពនៅក្នុងសួនម្ដងបងប្អូនហើយក្នុងសួននោះពិតជាធំមែនតើក៏សម្រាប់បងប្អូនដែលចូលចិត្តក្នុងការដែលថតរូបតាត់រូបអីបងប្អូនអាចនឹងចំណាយពេលច្រើននៅទីនោះហើយបងប្អូនមិនខ្វះទេកន្លែងនៅពេលនេះថតរូបទៅជាអនុស្សាវរីយ៍ហើយសម្រាប់ពួកយើងដូចជារៀងមិនជាមានពេលច្រើនទេដោយសារតែយើងក៏បានធ្វើដំណើរទៅប្រាសាទភ្នំបណ្ណផងហើយបន្ទាប់ពីចុះមករៀងដូចជារសៀលដែរហើយមែនតើទៅតែយើងមានកន្លែងច្រើនសម្រាប់ការថតរូបនេះឯងគឺជាទិដ្ឋភាពនៅក្នុងសួនមានសួនមានដាំផ្កាពិតជាស្រស់ស្អាតហើយអារម្មណ៍ពិតជា refresh នៅក្នុងការដើរលេងក៏ដើរកម្សាន្តនៅក្នុងសួននៃជើងភ្នំបណ្ណន់បាទហើយជាមួយគ្នាបងប្អូនប្រសិនបើបងប្អូនចង់ជួលកង់ជិះក៏មានដែរនៅក្នុងហ្នឹងបងប្អូនមិនចង់ដើរឬបងប្អូនខ្លះក៏ពិបាកក្នុងការធ្វើដំណើរបងប្អូនអាចនឹងជួលកង់ជិះឬក៏កង់អង្គុយនៅក្នុងហ្នឹងក៏គេមានជួលសម្រាប់បងប្អូនដែរបាទនេះគឺជារូបភាពឬក៏ជាកង់ដែលបងប្អូនដែលគាត់ទៅចូលរួមទស្សនាហើយដើរកម្សាន្តក៏គាត់បានជួលកង់ជិះសួននោះបងប្អូនដូចបានជម្រាបថាពិតជាធំហើយមិនត្រឹមតែមានដាំផ្កាដាំរៀបចំជារូបចម្លាក់រូបសត្វលំអទេប៉ុន្តែថែមទាំងមានបឹងនៅក្នុងដែរមានទីចាំត្រីហើយជាមួយគ្នាក៏មាន playground ដែរសម្រាប់បងប្អូនដែលមានកូនតូចហើយបងប្អូនអាចនឹងឲ្យគាត់លេងនៅក្នុងនោះហើយជាមួយគ្នាក៏មាននេះគឺជាកាហ្វេហើយម្ដងទៀតខ្ញុំពិតជាសប្បាយរីករាយជាមួយនឹងការផ្ដិតយករូបភាពដ៏ត្រជាក់ភ្នែកនៅក្នុងសួនជើងភ្នំសំពៅសំទោសជើងភ្នំបណ្ណន់
រឿងអនុស្សាវរីយ៍ដែលខ្ញុំចង់ជម្រាបជូនបងប្អូនអរគុណនេះគឺថានៅក្នុងទសវត្សរ៍ទី80ហើយខ្ញុំនៅក្មេងដែរទេនៅពេលនោះហើយម្ដាយរបស់ខ្ញុំហើយនិងបងប្អូនរបស់ខ្ញុំម្នាក់ទៀតយើងបានធ្វើដំណើរពីខេត្តពោធិ៍សាត់ទៅបាត់ដំបងហើយនៅពេលនោះយើងជិះទូកបញ្ឆោតហើយទូកបញ្ឆោតដូចលូរីចឹងឯងហើយក្នុងការធ្វើដំណើររបស់យើងគឺយើងបានធ្វើដំណើរពីបាត់ពោធិ៍សាត់ទៅហើយយើងទៅដល់កន្លោភ្លុកដល់ទីនោះឯងគឺជាកន្លែងដែលយើងអនុស្សាវរីយ៍ជួចន់គឺថាទូកឆោតយើងជានោះឯងគឺបានផ្ទុះជន់មីនទូកសារសម័យនោះគឺនៅតែមានខ្មែរក្រហមដែលមកដាក់មីនដើម្បីយើងប្លន់យកទ្រព្យសម្បត្តិរបស់អ្នកដំណើរប៉ុន្តែអរគុណព្រះដែរដែលនៅពេលនោះយើងទាំង3នាក់ដែលអ្នកធ្វើដំណើរទាំងអស់គ្នាគេសន្និដ្ឋានថាពួកយើងបានស្លាប់ហើយប៉ុន្តែទាំង3នាក់ខ្ញុំហើយនឹងម្ដាយហើយនឹងបងប្អូនរបស់ខ្ញុំគឺមិនមានអ្នកដែលត្រូវរបួសស្នាមអីទេប៉ុន្តែរឿងរ៉ាវទាំងអស់នេះគឺម្ដាយរបស់ខ្ញុំគាត់បានរៀបរាប់ប្រាប់ហើយដោយសារតែយើងនៅទូចហើយយើងមិនបានចងចាំតែម្ដាយរបស់ខ្ញុំក៏បានប្រាប់អំពីរឿងរ៉ាវដែលបានជួបនៅក្នុងការធ្វើដំណើររបស់គាត់ហើយអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងគ្នាហើយសង្ឃឹមថាបងប្អូនបានចូលរួមទស្សនាហើយក៏សប្បាយរីករាយជាមួយគ្នាហើយសម្រាប់បងប្អូនដែលមិនទាន់បានទទួលបានបទពិសោធន៍ថ្មីមួយនេះបងប្អូនអាចនឹងអញ្ជើញទៅលូរីជើងព្រំបណ្ណាន់បងប្អូនអាចនឹងទទួលបានបទពិសោធន៍ថ្មីដែលមិនដែលបានជួបព្រមទាំងដិតរូបជាមួយនឹងទេសភាពឬក៏ទិដ្ឋភាពដ៏ស្រស់ស្អាតនៅទីនោះអរគុណ